percent បើអ្នកមិនអាចហោះទេរួច percent បើអ្នកមិនអាចរត់ទេដា percent បើអ្នកមិនអាចដើរទេចាក់ចេញប៉ុន្តែមិនថាអ្នកកំពុងធ្វើអ្វីក៏ដោយអ្នកត្រូវតែបន្តទៅមុខតែងតែប្រាប់ខ្លួនឯងថាអ្នកអាចមានភាពមិនឆ្លាតឬមានពិន្ទុតិចជាងអ្នកដទៃប៉ុន្តែអ្នកត្រូវខិតខំ3ដង4ដងឬសូម្បីតែ10ដងខ្ញុំមិនទាន់រកវិធីណាដែលល្អជាងការខិតខំប្រឹងប្រែងបានទេដោយការអត់ធ្មត់ដោយការស៊ូទ្រាំដោយការខិតខំប្រឹងប្រែងមិនឈប់ឈរដើម្បីឈានដល់គោលដៅនៅពេលដែលខ្លួនឯងមានចំណុចចាប់ផ្ដើមទាបជាងអ្នកដទៃមនុស្សគ្រប់គ្នាមានក្តីសុបិននៅក្នុងខ្លួនខ្ញុំជឿថាអ្នកក៏ដូចគ្នាវាជាក្តីសុបិនធំឬតូចការបំពេញក្តីសុបិននោះនឹងជួយឲ្យអ្នកមានសុភមង្គលប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាខិតខំប្រឹងប្រែងដើម្បីឈានដល់ក្តីសុបិនរបស់ខ្លួនទេបន្ទាប់ធ្លាក់ចុះដងអ្នកបាត់បង់ជំនឿលើក្តីសុបិនរបស់ខ្លួនហើយមានគំនិតចង់បោះបង់ចោលប៉ុន្តែខ្ញុំមិនគិតថាការបោះបង់ចោលសម្រាប់ត្រឹមត្រូវផ្លូវឈានដល់ក្តីសុបិនរបស់ខ្លួនទេមួយក្នុងចំណោមអ្វីដែលជំរុញយើងឲ្យឈានដល់ភាពជោគជ័យគឺជាជំនឿមានអំណាចលាក់បាំងនិងខ្លាំងក្លាដែលជួយឲ្យយើងអាចសម្រេចបានគោលដៅរាល់ថ្ងៃអ្នកដឹងទេនៅក្នុងសមរភូមិពីព្រេងមកមុនពេលចេញទៅសមរភូមិអ្វីដែលទាហានធ្វើជាទៀងទាត់មិនមែនជាការជ្រើសរើសអាវុធមុតបំផុតឬសម្ពុតធ្ងន់បំផុតទេអ្វីដែលសំខាន់ដែលពួកគេធ្វើគឺការរឹងបន្តឹងជំនឿរបស់ខ្លួនពួកគេតែងតែមានជំនឿថាពួកគេនឹងឈ្នះពួកគេនឹងវាយបកគូប្រជែងទាំងអស់ព្រោះជំនឿនឹងដឹកនាំសកម្មភាពជំនឿខ្សោយនឹងនាំឲ្យមានសកម្មភាពមិនសូវខិតខំខណៈដែលជំនឿខ្លាំងក្លានឹងជំរុញឲ្យមានសកម្មភាពដើម្បីឆ្ពោះទៅរកគោលដៅយុវជនម្នាក់ដែលមានជំនឿខ្សោយនឹងមិនអាចចូលរួមក្នុងសមរភូមិដោយមានកម្លាំងឈ្នះគ្រប់គ្រាន់បានទេអ្នកលេងបាល់ម្នាក់ដែលចូលលេងដោយគ្មានជំនឿក្នុងការឈ្នះនឹងមិនអាចមានការស៊ុបបញ្ចូលទីល្អបានទេមេដឹកនាំម្នាក់ដែលគ្មានជំនឿលើខ្លួនឯងនឹងមិនអាចដឹកនាំអង្គការមួយបានទេដោយសារតែហេតុនេះដើម្បីអនុវត្តសុបិនរបស់អ្នកគួរតែបង្កើតជំនឿមួយលើអ្វីដែលអ្នកកំពុងធ្វើហើយពិតប្រាកដថាវាត្រូវតែរួមបញ្ចូលនឹងសកម្មភាពមិនមែនជាការសុបិនបែបមេឃទេក្នុងដំណើរការខិតខំប្រឹងប្រែងរបស់អ្នកនឹងមានការបរាជ័យអ្នកគ្រាន់តែសម្លឹងមើលជុំវិញហើយមានអារម្មណ៍ថាខ្លួនឯងយឺតនិងអស់សង្ឃឹមចំពោះខ្លួនឯងប៉ុន្តែហេតុអ្វីបានជាអ្នកមិនគិតថាខ្លួនត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀតជំនួសឲ្យការចំណាយពេលដើម្បីមានអារម្មណ៍ថាមានកំហុសសម្រាប់ខ្ញុំការជោគជ័យគឺជាដំណើរការមិនមែនជាគោលដៅមិនថាគោលដៅរបស់អ្នកជាអ្វីគឺជាផ្ទះមួយគឺជារថយន្ត Subaru មួយគឺជាគ្រួសារមួយដែលមានសុភមង្គលឬជាអាជីវកម្មមួយដែលជោគជ័យការឈានដល់វាគ្រាន់តែជាការដែលមកដល់មុនឬក្រោយគឺជាដំណើរការខិតខំប្រឹងប្រែងរបស់អ្នកដើម្បីឈានដល់វាអាចជាថ្ងៃដែលអ្នកភ្ញាក់ពីព្រលឹមថ្ងៃដែលអ្នកធ្វើការដល់យប់ការខិតខំប្រឹងប្រែងដែលមានប្រយោជន៍ការសរសេរប្រកាសអំពីអតិថិជនការងារដែលទាមទារកម្លាំងការបណ្ដុះបណ្ដាលកាយសម្បទាដែលពេលអ្នកមើលត្រឡប់មកវិញអ្នកនឹងមិនដែលមានអារម្មណ៍សោកស្ដាយឡើយហើយតែងតែដឹងគុណចំពោះអ្វីដែលបានជួយឲ្យអ្នករីកចម្រើនហើយបន្ថែមទៀតនៅពេលអ្នកជោគជ័យអ្នកមានរឿងរ៉ាវផ្ទាល់ខ្លួនដើម្បីប្រាប់វិញប្រសិនបើអ្វីមកដល់យ៉ាងងាយស្រួលនោះមិនមានអ្វីដែលអាចហៅថាជាការប្រកួតប្រជែងទេប្រសិនបើវាមកដល់យ៉ាងងាយស្រួលនោះតើធ្វើដូចម្តេចហៅថាជាអ្នកឆ្លងកាត់ការប្រកួតប្រជែងឬការប្រកួតប្រជែងគ្រាន់តែមានពេលវេលាដ៏លំបាកជាអ្នកឈររហូតដល់ចុងព្រោះសេះជើងឯកមិនមែនជាសេះលឿនប៉ុន្តែជាសេះអត់ធ្មត់មនុស្សគេមិនបានយកចិត្តទុកដាក់ចំពោះអ្នកដូចដែលអ្នកគិតទេសូមផ្ដោតទៅលើអ្វីដែលអ្នកកំពុងធ្វើហើយព្យាយាមកែលម្អខ្លួនឯងមួយរាល់ថ្ងៃសូមមិនយកចិត្តទុកដាក់ចំពោះការរិះគន់ពីអ្នកនៅជុំវិញហើយរហូតដល់ពេលអ្នកទទួលបានជោគជ័យមនុស្សគេនឹងចាប់ផ្ដើមយកចិត្តទុកដាក់ចំពោះអ្នកពួកគេនឹងចាប់ផ្ដើមសើចចំអកអ្នកប៉ុន្តែតាមពេលវេលាពួកគេនឹងដើរតាមគាំទ្រអ្នកហើយចុងក្រោយពួកគេនឹងគោរពអ្នកសូមខិតខំប្រឹងប្រែងក្នុងភាពស្និទ្ធស្នាលហើយលទ្ធផលនឹងនិយាយជំនួសអ្នកសូមអត់ធ្មត់តាមដានគោលដៅរបស់អ្នកក្នុងភាពស្និទ្ធស្នាលអ្នកមិនចាំបាច់ត្រូវប្រកាសឲ្យពិភពលោកដឹងថាអ្នកកំពុងធ្វើអ្វីទេព្រោះអ្នកកំពុងបញ្ចប់វាលទ្ធផលទាំងអស់នឹងនិយាយជំនួសអ្នកដែលអួតអាងពេកនៅដើមផ្លូវតែងតែបរាជ័យនៅពាក់កណ្ដាលផ្លូវដោយសារតែការមិនប្រុងប្រយ័ត្នមនុស្សទាំងនេះមិនមានអ្វីគួរឲ្យខ្លាចទេមនុស្សដែលអ្នកគួរតែមានអារម្មណ៍ខ្លាចគឺជាមនុស្សដែលស្និទ្ធស្នាលតែខិតខំប្រឹងប្រែងរាល់ថ្ងៃហើយពេលពួកគេទទួលបានលទ្ធផលមនុស្សនៅជុំវិញនឹងមានអារម្មណ៍ភ្ញាក់ផ្អើលនិងគោរពសរសើរដែនកំណត់ត្រូវបានដាក់ឡើងដើម្បីឲ្យយើងអាចឈានដល់កម្រិតថ្មីដែនកំណត់គឺដោយសារគំនិតរបស់ខ្លួនឯងបង្កើតឡើងកេនឆេបាននិយាយថាអ្វីទាំងអស់ហាក់ដូចជាមិនអាចធ្វើទៅបានរហូតដល់ពេលអ្នកបញ្ចប់វាសូមចងចាំមើលថាមានប៉ុន្មានរឿងដែលអ្នកដំបូងមានអារម្មណ៍ថាពិបាកប៉ុន្តែពេលអ្នកធ្វើបានហើយអ្នកមានអារម្មណ៍ថាអស្ចារ្យពិតប្រាកដ
អ្នកមិនអាចរត់បាន1គីឡូម៉ែត្រអ្នកនឹងមានអារម្មណ៍ថាវាពិតជាពិបាកណាស់ដូច្នេះពេលអ្នកអាចរត់បាន3គីឡូម៉ែត្រអ្នកនឹងមានអារម្មណ៍ថាការឈានដល់5គីឡូម៉ែត្រគឺជារឿងដែលអាចធ្វើទៅបានមួយខំលេងមានបញ្ហាមួយទៀតរបស់អ្នកគឺពេលអ្នកមិនអាចភ្ញាក់ពីដំណេកព្រលឹមអ្នកនឹងមានអារម្មណ៍ថាធុញទ្រាន់ណាស់ពេលអ្នកអាចធ្វើវាឲ្យคล้ายជាទម្លាប់អ្នកមានអារម្មណ៍ថាអស់កម្លាំងទម្លាប់ភ្ញាក់ពីដំណេកនៅម៉ោង5មួយព្រឹកគឺពិបាកហើយដូច្នេះអ្នកបានបំបែកកំណត់ដែលអ្នកបានដាក់ឲ្យខ្លួនឯងហើយតាមដំណើរនោះអ្នកក៏នឹងជឿជាក់លើខ្លួនឯងកាន់តែច្រើននិងមានមន្តស្នេហ៍ក្នុងការឈ្នះគោលដៅបន្ទាប់ក្នុងដំណើរនៃការខិតខំរបស់ខ្លួនអ្នកក៏នឹងត្រូវជួបនឹងការបរាជ័យផងដែរប៉ុន្តែខ្ញុំយល់អារម្មណ៍នេះហើយអ្នកដឹងទេការបរាជ័យគឺជាផ្នែកមួយនៃការលេងហើយផ្លូវដែលវែងកាន់តែមានការលំបាកការបរាជ័យគឺជាដំណាក់កាលមួយដើម្បីជួយអ្នកឲ្យទៅឆ្ងាយជាងនេះសូមដាក់ជើងលើកាំជណ្ដើរនៃការបរាជ័យនីមួយហើយយកមកធ្វើជាបទពិសោធន៍ដ៏មានតម្លៃដើម្បីជិតជាងទៅគោលដៅរបស់ខ្លួនផ្លូវវែងត្រូវតែដឹងថាតម្រិលល្អហើយពេលដែលអ្នកហ៊ានជឿជាក់ជ្រើសរើសដើរតាមផ្លូវដែលពោពេញដោយការលំបាកនិងការប្រឈមអ្នកនឹងត្រូវទទួលយកហានិភ័យខ្ញុំនឹងគ្រាន់តែអង្គុយហើយញ៉ាំស្រាជាមួយអ្នកដែលអួតអាងបោកប្រាស់ហើយគ្រាន់តែលេងល្បែងខ្លីដើម្បីបង្ហាញខ្លួនប្រសិនបើអ្នកគ្រាន់តែចូលរួមល្បែងខ្លីអ្នកនឹងធ្លាក់ចុះយ៉ាងឆាប់រហ័សព្រោះជីវិតនេះវែងណាស់គ្មាននរណាដឹងថាអនាគតនៅឯណាហើយអ្វីដែលនឹងកើតឡើងនៅអនាគតគឺជាកម្លាំងសម្ងាត់នៅក្នុងខ្លួនអ្នកដែលអាចជួយអ្នកឲ្យឈរឡើងវិញតាមរយៈការលំបាកនោះយើងតែងតែមើលទៅអ្នកនៅក្បែរនឹងស្ដីបន្ទោសខ្លួនឯងយើងឃើញថាហាក់ដូចជាពួកគេកំពុងលឿនជាងយើងនេះជាអន្តៈមួយដែលខុសយ៉ាងខ្លាំងហើយថាការប្រៀបធៀបនឹងសម្រាប់អ្នករាល់នាទីនិងវិនាទីដែលអ្នកប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃគឺអ្នកកំពុងយកពេលវេលារបស់អ្នកដើម្បីអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរពេលវេលាដ៏មានតម្លៃរបស់ខ្លួនឯងមនុស្សគ្រប់គ្នាមានគោលដៅផ្ទាល់ខ្លួនរបស់ខ្លួន Trangvo នៅពេលមិត្តរបស់អ្នកបានទៅឆ្ងាយឬបានទៅដល់កម្រិតណាមួយនៅលើផ្លូវរបស់អ្នកតើអ្នកអាចប្រៀបធៀបបានយ៉ាងដូចម្តេចនៅពេលដែលមនុស្សគ្រប់គ្នាជាបុគ្គលផ្សេងគ្នាហើយសមត្ថភាពរបស់អ្នកនឹងខុសពីអ្នកដទៃទោះបីជានៅលើផ្លូវទៅរកគោលដៅរបស់អ្នកមានការយឺតយ៉ាវការប្រមូលផ្ដុំបានវានឹងធ្វើឲ្យអ្នកមានសុភមង្គលច្រើនជាងការប្រតិបត្តិដូចអ្នកដទៃThomas Edison បានធ្វើការសាកល្បងជាង1,000 ដង10,000 ដងមុនពេលអាចប្រឌិតបានអំពូលអគ្គិសនីសម្រាប់មនុស្សជាតិទាំងមូលនៅថ្ងៃនេះដូច្នេះសូមចងចាំថាលទ្ធផលរបស់អ្នកនៅតូចតាចណាស់ដូច្នេះអ្នកត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀតគ្រប់ភាពជោគជ័យដែលអ្នកឃើញពីអ្នកដទៃទាំងអស់គឺជាការបង្ហាញខ្លួនខាងក្រៅប៉ុណ្ណោះអ្នកត្រូវយល់ថាខាងក្រោយនៃភាពជោគជ័យនោះគឺជាការខិតខំប្រឹងប្រែងទឹកភ្នែកញើសការបដិសេធការសង្ស័យការភ័យខ្លាចការបរាជ័យការរិះគន់ការលំបាកកំហុសការទូទាត់តម្លៃមេរៀនការរិះគន់ការឈឺចាប់និងការមានសេចក្តីរីករាយមានពាក្យគុណនាមជាច្រើនពាក្យដើម្បីពណ៌នាអំពីការរៀបចំក្នុងភាពងឹតនិងភាពស្ងប់ស្ងាត់របស់ពួកគេអ្នកចង់បានភាពជោគជ័យដូចអ្នកដទៃប៉ុន្តែអ្នកត្រៀមខ្លួនរួចរាល់ដើម្បីឆ្លងកាត់ការឈឺចាប់ការលំបាកនិងការប្រឈមដូចពួកគេទេអ្នកហ៊ានទទួលយកការរងទុក្ខដូចពួកគេដែលពួកគេបានរងទុក្ខមកមុនទេយើងជាញឹកញាប់រិះគន់និងរិះគន់អ្នកដទៃជាញឹកញាប់រិះគន់ភាពរុងរឿងខាងក្រៅរបស់អ្នកដទៃប៉ុន្តែមានតែប៉ុន្មានអ្នកដែលហ៊ានឆ្លងកាត់ការលំបាកដូចអ្នកដែលបានជោគជ័យមកមុនការរិះគន់គឺងាយស្រួលការគោរពក៏ងាយស្រួលដែរហើយអ្នកក៏ដូចគ្នាអ្នកត្រូវមានការលំបាកផ្ទាល់ខ្លួននៅលើផ្លូវទៅរកភាពជោគជ័យរបស់អ្នកដូច្នេះសូមបង្កើតរឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកផ្ដោតលើខ្លួនអ្នកផ្ទាល់និងកាត់បន្ថយការព្រួយបារម្ភអំពីអ្វីដែលជនបរទេសនិយាយអំពីអ្នកព្រោះពួកគេមិនអាចឃើញអ្វីដែលអ្នកធ្វើក្នុងភាពស្ងប់ស្ងាត់និងធ្វើក្នុងភាពងឹតនិងការលំបាកដែលអ្នកនឹងជួបប្រទះអ្នកគ្រាន់តែព្រួយបារម្ភអំពីការលំបាករបស់អ្នកប៉ុណ្ណោះការខិតខំប្រឹងប្រែងក្នុងភាពស្ងប់ស្ងាត់របស់អ្នកប៉ុណ្ណោះនិងសកម្មភាពរបស់អ្នកប៉ុណ្ណោះក្នុងអំឡុងអាជីពរបស់ខ្ញុំបានបោះបាល់ខុស9,000 ដងខ្ញុំបានចាញ់ប្រកួតជិត300ប្រកួត26ដងខ្ញុំត្រូវបានគេជឿទុកចិត្តនិងផ្ដល់ឱកាសឲ្យខ្ញុំធ្វើការសម្រេចចិត្តប៉ុន្តែខ្ញុំបានបោះបាល់ខុសខ្ញុំបានបរាជ័យជាបន្តបន្ទាប់ហើយដោយសារតែហេតុនេះខ្ញុំបានជោគជ័យនេះគឺជារឿងរ៉ាវរបស់អ្នកលេងបាល់បោះល្បីល្បាញ Michael Jordan ភាពជោគជ័យរបស់អ្នកនឹងត្រូវបានរាប់នៅលើចំនួនដងដែលបរាជ័យនិងមេរៀនដែលអ្នកទទួលបានគ្មាននរណាម្នាក់ច្រៀងម្ដងហើយអាចក្លាយជាអ្នកចម្រៀងជំនាញទេគ្មាននរណាម្នាក់អានសៀវភៅមួយហើយក្លាយជាមានចំណេះដឹងទេគ្មាននរណាម្នាក់លក់ទំនិញមួយហើយក្លាយជាអ្នកលក់ជំនាញឬជាអ្នកចំនួនឆ្នាំទេគ្មាននរណាម្នាក់ចូលរួមម្ដងហើយក្លាយជាអ្នកនិយាយល្បីល្បាញទេទាំងអស់ត្រូវតែឆ្លងកាត់ផ្នែកខែបណ្ដោះបណ្ដាយូរអង្វែងនិងអត់ធ្មត់ការបរាជ័យឈឺចាប់ដែលមានតែអ្នកដែលមានភាពអត់ធ្មត់គ្រប់គ្រាន់ការជឿជាក់
និងកម្លាំងចិត្តប៉ុណ្ណោះដែលអាចឆ្លងកាត់បានការប្រឈមមុខនឹងបញ្ហានិងបង្កើតមនុស្សអស្ចារ្យប្រសិនបើមនុស្សទាំងអស់គ្នាជោគជ័យក្នុងបរិយាកាសល្អនោះគឺជារឿងធម្មតាតែពេលមានហេតុការណ៍កើតឡើងនោះអ្នកណាដែលនៅសល់ចុងក្រោយគឺជាអ្នកអស្ចារ្យបំផុតនិងមានមនុស្សដែលជោគជ័យប៉ុន្តែពួកគេមិនដឹងថាហេតុអ្វីបានជាពួកគេជោគជ័យពួកគេគិតថាពួកគេឆ្លាតប៉ុន្តែមានមនុស្សខ្លះនៅខាងក្រៅដែលមានសំណាងតិចជាងហើយពួកគេដឹងថាពួកគេត្រូវតែខិតខំប្រឹងប្រែងខ្ញុំសង្ឃឹមថាអ្នកគឺជាមនុស្សដែលកំពុងខិតខំប្រឹងប្រែងដើម្បីគោលដៅរបស់ខ្លួនគឺជាចិត្តស្មោះរបស់អ្នកដែលនឹងសម្រេចភាពជោគជ័យរបស់អ្នកក្នុងគ្រប់ស្ថានភាពមិនមែនជាអង្គភាពខាងក្រៅទេនឹងមានពេលដែលអ្នកមានអារម្មណ៍ថាអស់កម្លាំងខ្លាំងណាស់នឹងបាត់បង់ទីដៅអ្នកមានអារម្មណ៍ថាស្រឡាំងកាំងនឹងចាប់ផ្ដើមសង្ស័យអំពីខ្លួនឯងសូមឈរឡើងទៅសូមបំបត្តិការសង្ស័យទាំងអស់ដោយការធ្វើសូមឈានទៅមុខល្អជាងអង្គុយនៅកន្លែងមួយដែលមិនបានទៅណាទេសូមធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថាអ្នកជាដៃគូដែលអាចទុកចិត្តបានជាគ្រូម្នាក់ដើម្បីដើរនៅលើផ្លូវមួយជាមួយនឹងផ្លូវវែងមួយប្រសិនបើរកមិនឃើញសូមរកគ្រូនិងបន្តស្វែងរកនៅពេលដែលសិស្សត្រៀមខ្លួនរួចរាល់គ្រូនឹងបង្ហាញខ្លួនហើយនៅពេលដែលមនុស្សម្នាក់បន្តជឿជាក់លើអ្វីដែលខ្លួនធ្វើនឹងជួយឲ្យមនុស្សនោះមានថាមពលអស្ចារ្យដើម្បីបញ្ចប់គោលដៅរបស់ខ្លួនការឆ្លើយតបដែលត្រឹមត្រូវបំផុតសម្រាប់សកម្មភាពទាំងអស់គឺពេលវេលានឹងនិយាយអំពីគ្រប់យ៉ាងពេលវេលានឹងឆ្លើយថាជាមនុស្សដែលជោគជ័យបំផុតប៉ុន្តែពេលវេលាក៏ជាការប្រឈមដ៏លំបាកបំផុតផងដែរព្រោះវានឹងបណ្ដេញបុគ្គលដែលគ្មានឆន្ទៈចេញពីការលេងហើយមានតែសេះដែលមានភាពអត់ធ្មត់ប៉ុណ្ណោះដែលនឹងនៅសល់នៅចុងក្រោយនៅពេលដែលអ្នកមិនទាន់ច្បាស់លាស់អំពីអ្វីដែលអ្នកកំពុងធ្វើសូមឲ្យពេលវេលាជួយអ្នកឆ្លើយកុំប្រញាប់ប្រញាល់អាចជួយអ្នកទៅបានលឿនប៉ុន្តែមិនប្រាកដថានឹងជួយអ្នកទៅបានយូរទេខាងក្រៅនាឡិកានៅតែដំណើរការ24ម៉ោងនៅតែឆ្លងកាត់ទោះបីជាអ្នកកំពុងមានការខកចិត្តឬមិនខកចិត្តឬកំពុងតែបន្ទោសក៏ផែនដីនេះនៅតែបង្វិលនៅតែមានមនុស្សម្នាក់កំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវអ្វីដែលពួកគេចង់បានប្រសិនបើអ្នកយល់ព្រមបោះបង់អ្នកប្រកាសជានឹងត្រូវបានទុកចោលនៅពីក្រោយជីវិតនេះគឺខូចខើណាស់ពេលវេលាគឺខូចខើណាស់វានឹងមិនចាំបាច់ដឹងថាអ្នកជានរណាអ្នកមកពីណាប៉ុន្តែពេលណាដែលអ្នកធ្លាក់ចុះអ្នកមិនអាចឈរឡើងវិញបានវានឹងទុកអ្នកនៅពីក្រោយប៉ុន្តែចុះឈរឡើងហើយរត់ដោយជើងរបស់អ្នកឯងរត់ឆ្ងាយបំផុតដែលអាចធ្វើទៅបានមិត្តភក្តិមិនមែនជានរណាម្នាក់ដែលតែងតែនៅជាមួយអ្នកគ្រប់ពេលគ្រប់វេលាគ្រួសារតាមធម្មតាមិនមែនជានរណាម្នាក់ដែលតែងតែនៅចិត្តអ្នកគ្រប់ពេលគ្រប់វេលាមានតែអ្នកឯងប៉ុណ្ណោះដែលអាចជួយអ្នកបានត្រូវចាំថាយន្តហោះឡើងគឺប្រឆាំងនឹងខ្យល់មិនមែនរត់តាមពីខ្យល់ទេហើយមានតែបែបនេះទេដែលយន្តហោះអាចហោះហើរលើមេឃធំទូលាយការខិតខំប្រឹងប្រែងរបស់អ្នកនឹងត្រូវបានសង់ជាការសម្រុំការខិតខំប្រឹងប្រែងរបស់អ្នកនឹងទទួលបានលទ្ធផលដែលសមនឹងតម្លៃពេលអ្នកជោគជ័យមនុស្សនឹងភ្លេចថាអ្នកធ្លាប់ជួបប្រទះនៅការបរាជ័យយ៉ាងណាពួកគេនឹងគ្រាន់តែផ្ដោតលើជោគជ័យរបស់អ្នកអភ័យទោសកំហុសរបស់អ្នកហើយមនុស្សនឹងភ្លេចវាឆាប់រហ័សអ្នកមិនចាំបាច់ត្រូវខ្លាចជាអ្វីមួយដែលល្អប្រសើរជាងនេះក្នុងរយៈពេលប៉ុន្មានថ្ងៃឬប៉ុន្មានសប្តាហ៍ទេប៉ុន្តែអ្នកអាចបញ្ញាចិត្តជាមួយខ្លួនឯងដើម្បីឲ្យខ្លួនអ្នកកាន់តែប្រសើរឡើងមួយរាល់ថ្ងៃរាល់តែមួយប្រសើរឡើងរាល់ថ្ងៃហើយសូមធ្វើវាដោយជាប់លាប់ក្នុងរយៈពេលជាច្រើនឆ្នាំអ្នកនឹងឃើញលទ្ធផលដ៏អស្ចារ្យមកពីមួយរាល់ថ្ងៃនោះប្រសិនបើអ្នកកើតមកដោយគ្មានទេពកោសល្យធម្មជាតិណាមួយមិនអីទេអ្នកមានជំរើសពីរយ៉ាងមួយគឺអ្នកទទួលយកវាហើយមិនធ្វើអ្វីទាំងអស់ឬអ្នកខិតខំប្រឹងប្រែងជាងមុនជាច្រើនដងត្រូវតែភ្ញាក់ពីដំណេកឆាប់ជាងមុនបន្តិចត្រូវធ្វើការខំប្រឹងជាងមុនរាល់ថ្ងៃត្រូវរត់ឆ្ងាយជាងមុនបន្តិចត្រូវអត់ធ្មត់យូរជាងមុនបន្តិចអ្នកតែងតែត្រូវបង់ថ្លៃសម្រាប់ភាពជោគជ័យដែលអ្នកចង់បានថ្លៃនោះគឺជាការខិតខំប្រឹងប្រែងយ៉ាងខ្លាំងតាមរយៈពេលវេលានៅពេលដែលថ្លៃដែលអ្នកបង់កាន់តែខ្ពស់អ្នកកាន់តែទទួលបានលទ្ធផលដែលសមស្របនៅពេលដែលអ្នកមិនចាំបាច់បង់ថ្លៃប៉ុន្តែទទួលបានភាពជោគជ័យខ្ញុំនៅតែអបអរសាទរអ្នកប៉ុន្តែប្រហែលជាមាននរណាម្នាក់បានបង់ថ្លៃជំនួសអ្នកហើយប្រសិនបើមាននរណាម្នាក់ត្រូវបង់ថ្លៃជំនួសអ្នកវាពិតជាពិបាកសម្រាប់អ្នកក្នុងការយល់ថាខ្លួនឯងហើយអ្នកពិបាកក្នុងការយល់ខ្លួនឯងការបំភ្លេចខ្លួនជោគជ័យរបស់អ្នកនៅពេលដែលអ្នកមិនយល់ខ្លួនឯងហើយមិនដឹងថាប្រភពនៃភាពជោគជ័យគឺភាពជោគជ័យដែលអ្នកទទួលបានមិនប្រកាសថានឹងរឹងមាំទេដូច្នេះសូមខិតខំប្រឹងប្រែងខិតខំដោយខ្លួនឯងដើម្បីឈានដល់អ្វីដែលអ្នកចង់បាននឹងកាន់តែស្រស់ស្អាតប្រសិនបើមានការជួយពីគ្រួសារមិត្តភក្តិមិត្តរួមការងារមិនមែនជាមនុស្សផ្សេងទៀតទេមនុស្សជាទីស្រឡាញ់មិត្តភក្តិគ្រួសារមិត្តរួមការងារធ្វើជំនួសអ្នកជីវិតមិនមែនជារឿងងាយស្រួលទេហើយអ្នកត្រូវទទួលយកអ្វីនោះខ្ញុំមិននឹងណែនាំអ្នកឲ្យទស្សន៍ទាយអនាគតទេប៉ុន្តែសូមបង្កើតអនាគតរបស់ខ្លួនឯងដោយការប្រព្រឹត្តអំពើទោសជាប្រចាំហើយមិនឈប់ខិតខំដើម្បីឲ្យមានភាពអត់ធ្មត់និងមិនបោះបង់ចំពោះរឿងនេះសូមរស់នៅជីវិតដែលអ្នកចង់បានហើយកុំភ្លេចគោលដៅផ្ទាល់ខ្លួនរបស់អ្នក
អ្នកគួរតែអានសៀវភៅរាល់ថ្ងៃជានិច្ចធ្វើឲ្យថ្មីនិងបង្កើនចំណេះដឹងសម្រាប់ខ្លួនឯងអ្នកគ្រាន់តែត្រូវជឿលើអ្វីដែលអ្នកធ្វើការជឿមិនគ្រប់គ្រាន់ទេអ្នកត្រូវតែបំលែងជំនឿនោះឲ្យទៅជាអំពើដែលមានភាពអត់ធ្មត់និងមិនបោះបង់រាល់ថ្ងៃដើម្បីធ្វើឲ្យក្តីស្រមៃរបស់អ្នកក្លាយជាការពិតហើយខ្ញុំជូនពរ